តែអ្នកជឿទេថាមានជំងឺមួយយ៉ាងដែលធ្វើឲ្យមនុស្សរំរហូតដល់ដាច់ខ្យល់ស្លាប់នៅឆ្នាំ1518នៅទីក្រុង Strasbourg ប្រទេសបារាំងរឿងនេះបានចាប់ផ្ដើមឡើងដោយស្ត្រីម្នាក់ឈ្មោះ Frutrofia នាងជាស្ត្រីមេផ្ទះក្រីក្រម្នាក់ដែលរស់នៅក្នុងសម្ពាធចំនួនគ្រួសារនិងភាពអត់ឃ្លានយ៉ាងខ្លាំងថ្ងៃមួយបន្ទាប់ពីនាងបានមានចំនួនជាមួយគ្រួសារនាងចាប់ផ្ដើមដើរចេញមកកណ្ដាលផ្លូវហើយចាប់ផ្ដើមរាំដោយឈួតលីលាដោយគ្មានភ្លេងតន្ត្រីទាល់តែសោះនាងបានរាំអស់រយៈពេល6ថ្ងៃពេញរហូតជើងរបស់នាងចេញឈាមតែអ្វីដែលគួរឲ្យរន្ធត់និងភ័យខ្លាចនោះគឺជំងឺនេះបានរាលដាលដល់មនុស្ស400នាក់ផ្សេងទៀតក្នុងរយៈពេលតែ1ខែតែប៉ុណ្ណោះពួកគេបានរាំរហូតដល់គាំងបេះដូងនិងអស់កម្លាំងរហិតរហៃធ្វើឲ្យអ្នកខ្លះដួលសន្លប់គាំងបេះដូងស្លាប់ជារៀងរាល់ថ្ងៃរឿងរ៉ាវទាំងអស់នេះបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថារឿងនេះបានកើតឡើងដោយសារជំងឺម្យ៉ាងដែលគេហៅថាជំងឺផ្លូវចិត្តសមូហភាពដោយសារតែកាលនោះប្រជាជនមានជំងឺ stress ថប់អារម្មណ៍និងអត់ឃ្លានយ៉ាងខ្លាំងពួកគេមានជំងឺបញ្ហាខួរក្បាលរឿងរ៉ាវទាំងអស់នេះតើអ្នកគិតថាជាជំងឺផ្លូវចិត្តឬជាបណ្ដាសាណាមួយសូមចុច like comment ខាងក្រោមបើពេញចិត្តវីដេអូនេះ follow ជួបគ្នាវីដេអូក្រោយ